Đừng hay lực tay, bằng hôi đấy tịt tịt min nè mà chơi dân ở lời hai à mà ơi. À riêng cái chơi nó anh cũng thấy anh ní, vì chơi tầm lọp ta hai sầm rạp bộ dân nó. Bây giờ bọc kê lời hạ nó. Nè, niênจะเหมาะទាំងពីរមិនក៏ជិះកង់មកបុកម៉ូតូខ្ញុំអញ្ចឹងបើខ្ញុំកំពុងតែបើកលឿនគិតយ៉ាងម៉េច មានតែគិតយ៉ាងម៉េចបើមិនងាប់គឺពិការនឹងហើយនៅថាឲ្យនៅនឹងហើយមិនគិតមានចិត្តមកជួយលើកអីបន្តិចសោះ ហេតុអីក៏ខ្ញុំមានអារម្មណ៍ថាដូចជាបាត់បង់អ្វីមួយអញ្ចឹងតែខ្ញុំចំណាយនឹងមិត្តខ្ញុំមិនទីហើយគ្មានអារម្មណ៍នឹងការងារទាល់តែសោះឯរអ៊ូស្អីតែឯងនឹងហ៎គឺគ្មានអីទេគឺយើងវិលមុខនឹងរបាយការណ៍នេះនឹងណាតែមិនអីទេយើងចង់សារភាពស្នេហ៍ប្រាប់អានុងណាប៉ុន្តែនាងត្រូវប្រឡងឆ្នាំនឹងហើយយើងខ្លាចនាងគិតច្រើនរៀនមិនចូលអញ្ចឹងចាំនាងប្រឡងហើយសិនទៅចាំប្រាប់នាងអញ្ចឹងក៏បានដែរដល់ពេលនោះនាងរៀនចប់ហើយយើងក៏អាចចូលសួរនាងបានតែម្ដងហ៎ថាម៉េចចូលសួរនាងតែនាងមិនទាន់រៀបចំអនាគតរបស់នាងស្រួលបួលផងហ្នឹងគឺយើងនឹងយកនាងមករៀបចំឲ្យនោះអីយើងមានការងារមួយហើយតាគ្រូមិនទាន់ពេញសិទ្ធនឹងមែនទេបន្តិចទៀតពេញសិទ្ធហើយរឿងលងស្នេហ៍សិស្សកំហូចភាគទី1នៅក្នុងភូមិស្រុកមួយដែលនៅរៀងឆ្ងាយពីទីប្រជុំជនក្មេងៗជាច្រើនដែលពុំបានរៀនសូត្របានច្រើនព្រោះឪពុកម្ដាយរបស់ពួកគេរវល់តែការងារស្រែចម្ការនិងមិនសូវបានយកចិត្តទុកដាក់នឹងការរៀនសូត្ររបស់កូនៗនោះទេនៅតាមផ្លូវក្នុងភូមិ យ៉ាងលើកហើយវ៉ៃចាំត្រៀមអស់ជើងដឹងទេយ៉ាងដឹងហើយលើកតែបងហុយដីបន្តិចទៀតមានអ្នកមកជេរយើងឥឡូវហើយអាម៉ាអើយអារឿងគេជេរនោះអញក៏ភ័យអញនេះវាជាទម្លាប់ទៅហើយសម្រាប់ពួកយើងនោះអាណងឲ្យស្រួលបួលវើយយើងដាច់ស្បែកជើងខ្ទេចអស់ហើយណាល្មមកុំជិះលឿនពេកដឹងទេតបចិត្តលេយើងចឹងណាបាត់ពិសោធន៍បង្ហោះកង់4 10ឆ្នាំមកនេះអាចចូលមកប្រកាសបានហើយ អានុងបានបង្ហោះកង់ទៅបុកនឹងម៉ូតូកំឡោះសង្ហា2នាក់ដែលទើបតែចូលមកនៅទីនេះក្នុងនាមជាគ្រូកិច្ចសន្យានៅលើផ្លូវ អាណងប្រយ័ត្នបកគេឥឡូវហើយអាណងយើងថាមែនបុកមែនឲ្យតិចឃើញបុកគេទេមិនមែនខ្ទេចតែស្បែកជើងនោះទេខ្ទេចទាំងកង់លេងមានអីបង្ហោះថ្ងៃក្រោយហើយកុំរវល់តែរអូម៉ាជួយលើកយ៉ាងសិនទេណាអូយឈឺខ្លាំងណាស់ ណែនាងចំអត់ទាំងពីរមិនក៏ជិះកង់មកបុកម៉ូតូខ្ញុំអញ្ចឹងបើខ្ញុំកំពុងតែបើកលឿនគិតយ៉ាងម៉េច មានតែគិតយ៉ាងម៉េចបើមិនងាប់គឺពិការនឹងហើយនៅថាឲ្យនៅនឹងហើយមិនគិតមានចិត្តមកជួយលើកអីបន្តិចសោះ ហើយដៃមកនេះខ្ញុំជួយមើលឲ្យថ្ងៃក្រោយជិះឲ្យប្រយ័ត្នបន្តិចទៅ យ៉ាងម៉េចទៅហើយហ្នឹងយើងប្រាប់ហើយតែឯងនេះមិនស្ដាប់សោះហើយណា មិនបន្ទោគ្នាទេឥឡូវគិតយ៉ាងម៉េចដៃម៉ូតូខ្ញុំខ្ទេចថ្នាំអស់ហើយពួកនាងគិតយ៉ាងម៉េច អាណងអើយយើងគ្មានលុយទេណាអើយបានអីសងគេទេងាប់ហើយអញគ្រានេះម៉ៃជេងាប់ជាមិនខានទេមិនបាច់ភ័យទេយកកង់ហ្នឹងទៅលក់សងគេទេរួចជាស្រេចហើយ តើនាងគិតថាលក់កង់នឹងធ្វើគ្រប់ដែរហ៎ ដឹងថាមិនក្រុមតែខ្ញុំមានតែប៉ុណ្ណឹងលោកចង់បានអីទៀតក៏ចង់ទេខ្ញុំអត់មានទេមានតែប៉ុណ្ណឹងឯង អេមិនបាននិយាយបែបហ្នឹងថ្លៃម៉ូតូមិនគ្រប់ហើយចុះមិនគិតថ្លៃមនុស្សទេហ៎ មនុស្សមានកាត់អីណាចាំបាច់សងធ្វើអីទេនេះទាំងពីរនេះប្រហែលជាទៅមកនៅទីនេះហើយបានជាជិះម៉ូតូមិនចេះខ្លាចមេធំនៅភូមិនេះសោះណែខ្ញុំប្រាប់ឲ្យដឹងនេះគ្រប់គ្នាគេជិះគេសិតតែវេះគៀនពេលដែលឃើញខ្ញុំប៉ុន្តែនេះទាំងពីរឃើញហើយមិនកិច្ចថែមទាំងឲ្យខ្ញុំនេះលក់កង់សំណប់ខ្ញុំសងទៀតហើយនៅតវ៉ាអីទៀតទេ យាយក្មេងនេះខុសហើយនៅសម្ដីខ្លាំងទៀតអ្នកនាងជើងរបស់អ្នកនាងហូរឈាមហើយនោះរបួសធំណាស់ មែនហើយអាណងឈាមច្រើនណាស់ឯងមើលជើងខ្លួនឯងនោះឯងមិនឈឺទេឯណាអូយជួយផងពេមហេអាណងភ្ញាក់ឡើងពេទ្យនៅឆ្ងាយណាស់វើយអាណង អ្នកនាងអូនស្លាប់បាត់ហើយលើកម៉ូតូមកធូណាយកនាងទៅប៉ិតសិនទៅនាងស្លាប់ហើយនាងធ្វើពុតទីដឹងព្រោះមិនចង់សងយើងនោះអីនាងស្លាប់មែនណាអ្នកនាងជួយលើកមិត្តអ្នកនាងមកយកទៅប៉ែត ហើយចុកខ្ញុំនោះទៅដែរឬក៏អត់ហ្នឹង មិនបាច់ទេអ្នកនាងយកកង់របស់អ្នកនាងទៅផ្ទះហើយទៅប្រាប់សាច់ញាតិគេថាខ្ញុំយកគេទៅមន្ទីរពេទ្យហើយ ចាលោកចា មកបញ្ញាប់មកហើយសួយទាំងព្រឹកត្មងនាងពីរនាក់នេះ
ពេលទៅដល់មន្ទីរពេទ្យនាងអានងក៏មិនទាន់ដឹងខ្លួនដដែលហើយថ្លៃពេទ្យមិថុនាជាអ្នកចេញទាំងអស់ហើយខាត់គ្រប់យ៉ាងតែម្ដងហើយថ្ងៃនេះនាងជាអ្នកបុកយើងសោះបើជាអ្នកចេញសំណងគឺជាយើងទៅវិញមិនអីទេថ្លៃធ្វើម៉ូតូចាំយើងចេញទាំងអស់ឯងចេញតែថ្លៃពេទ្យរបស់នាងទៅបានហើយថ្លៃធ្វើម៉ូតូចាំយើងអ្នកចេញយើងថាមិនចង់ធ្វើបាបក្មេងមិនជាក្មេងអីប្រហែលទេធំហើយនៅដើរបង្ហោះកង់ដូចក្មេងតែកើតទៀតនៅទីជនបទគ្នាអាចនឹងមិនសូវបានទទួលការអប់រំដូចយើងច្រើននោះទេទើបអ្នកនៅទីនេះមិនដូចជាអ្នកនៅទីក្រុងយើងមិនខឹងនាងទៅចុះចាត់ទុកថាធ្វើជាលោកគ្រូគំរូល្អដើម្បីអភិវឌ្ឍធនធានមនុស្សនៅទីនេះចុះហើយដឹងថ្មណានាងភ្ញាក់ទេឈាមជើងរបស់ខ្ញុំបាក់ទៅឲ្យតែដឹងនឹងបថោជើងកំសត់របស់ខ្ញុំបានអីបង្ហោះកង់ទៀតទេនាងដឹងខ្លួនហើយតាតើនាងកាត់អីទេដឹងចូលទៅមើលនាងទៅណានាងស្រែកស្អីនឹងនេះនៅក្នុងមន្ទីរពេទ្យណាមិនមែនវាស្រែកទេខ្ញុំដឹងថាមន្ទីរពេទ្យនឹងហើយបាត់ជាស្រែកនោះដើម្បីឲ្យពេទ្យមកជួយនឹងនេះចុះគេរុំរបួសឲ្យនាងហើយតានៅស្រែកធ្វើអីទៀតធ្វើមើលតែកើតអីខ្លាំងអញ្ចឹងហើយចានេះមិនឃើញទេអីថាវារបួសធំប៉ុណ្ណានោះហើយបានអញ្ចឹងមិនដឹងជាបាក់ជើងឬក៏អត់នោះទេថ្ងៃក្រោយនៅបង្ហោះកង់ទៀតឬអត់បើឈឺប៉ុណ្ណឹងហើយកុំប្រាប់ថាពេលជាទៅបង្ហោះទៀតណាវាជាទម្លាប់របស់ខ្ញុំហើយទេហើយចានេះនោះចេះដឹងស្អីទេចេះដឹងស្អីមែនទេដឹកនាងមកពេទ្យហើយចេញទាំងថ្លៃពេទ្យឲ្យនាងទៀតថែមទាំងម៉ូតូរបស់ខ្ញុំខូចខាតទាំងពេលវេលាខ្ញុំមិនបានសុំឲ្យលោកជូនខ្ញុំហើយណាមើលធ្វើនិយាយអញ្ចឹងនាងចាំទៅផ្ទះវិញខ្លួនឯងទៅបើមិនឲ្យខ្ញុំនៅមិនចង់ឲ្យខ្ញុំជូនទេបានតោះវុតទៅវិញនាងមិនត្រូវការជំនួយពីយើងទេបានហើយណាតាំងពីជួបគ្នាដំបូងមកដល់ពេលនេះឆ្លោះគ្នាមិនឈប់សោះមើលនាងចុះនាងតមាត់ឲ្យញ៉ាត់មិនដឹងថានរណាខុសនរណាត្រូវសោះបន្ទាប់ពីនាងអានងបានភ្ញាក់ពីសន្លប់និងខ្លាចឈាមនោះមកពួកគេក៏នាំនាងទៅផ្ទះរបស់នាងវិញនៅពេលដែលបានមកដល់ផ្ទះរបស់អានងហើយសភាពផ្ទះរបស់នាងហាក់ទ្រុឌទ្រោមហើយនាងនៅតែពីរនាក់ជីដូនប៉ុណ្ណោះនៅមុខផ្ទះអានងខ្ញុំទៅមន្ទីរពេទ្យនឹងបាត់ចេញថ្លៃពេទ្យឲ្យខ្ញុំទៀតនោះហើយក៏សុំទោសដែរណាដែលបានធ្វើឲ្យខូចខាតម៉ូតូរបស់លោកខ្ញុំលាសិនហើយមិនអីទេថ្លៃម៉ូតូខ្ញុំជួយចេញឲ្យមិត្តខ្ញុំហើយមើលថាតែរបួសរបស់នាងឲ្យជាស្រួលបួលទៅពួកខ្ញុំលាសិនហើយនាងច្រមុះនេះថ្នាំរបស់នាងលេបឲ្យបានទៀងទាត់ផងដឹងទេឲ្យឆាប់ជានឹងអាចឆាប់បានបង្ហោះកង់ទៀតលោកនេះដូចជារករឿងខ្ញុំសម្បើមហើយនេះខ្ញុំនៅតែបង្ហោះអញ្ចឹងព្រោះវាសប្បាយយល់ហើយនេះឬមួយក៏លោកម្ចាស់បង្ហោះទេចង់រៀនតាមខ្ញុំមែនទេណែយកថ្នាំទៅជូនពរនាងឆាប់ជានឹងអាចបានបង្ហោះកង់ទៀតខ្ញុំលាសិនហើយបាយនៅក្នុងឆ្នាំនេះអានងអាយុ19ឆ្នាំហើយនាងក៏បានរៀនដល់ថ្នាក់ទី12ផងដែរហើយថ្នាក់ដែលនាងត្រូវចូលមករៀនថ្មីនោះគឺប៉ះលោកគ្រូកំឡោះសង្ហារបស់យើងនោះឯងនៅថ្ងៃចូលរៀនថ្ងៃទី1នៅក្នុងថ្នាក់យីមករៀនប៉ះតបិនេះទៀតគាត់គឺជាគ្រូបង្រៀនសោះណោះហើយមករៀនប៉ះថ្នាក់គាត់ទៀតលោកហើយលោកយីអានងនេះគាត់ជាគ្រូយើងតាណែចាំមើលណាអុយគាត់ឃើញមុខពួកយើងហើយណែឯងកុំនិយាយឲ្យកុំអាតមើលមុខគាត់ទេនៅក្មេងសង្ឃធ្វើជាគ្រូបាត់ទៅហើយនាំគ្នានិយាយអីនឹងនាងក្មេងក្បាលខូចហើយយើងថាមកមែនយើងអត់ដឹងរឿងអីជាមួយឯងទេណាចៃដន្យពេកហើយណាចាំមើលទៅក្មេងក្បាលខូចធ្វើជាគ្រូរបស់ខ្ញុំឲ្យមានសិលធម៌បន្តិចទៅនេះបើមិនចឹងទេកុំថាសិស្សឆ្លើយអសោះណាលោកគ្រូនៅតមាត់ដដែលស្មានថារៀងហើយតាដឹងអីលឺមុនទៅទៀតឌឺដងសិនចុះឆ្នាំនឹងប្រឡងបាត់ដប់ហើយណាខ្ញុំដឹងហើយតាលោកគ្រូបង្រៀនខ្ញុំឲ្យតែល្អទេជារៀងរាល់ថ្ងៃមិនថាជួបគ្នានៅសាលាឬនៅទីណានោះទេនាងអានងនិងមិថុនាមិនដែលចេះត្រូវគ្នានោះទេថ្ងៃមួយចេញពីសាលានៅតាមផ្លូវទៅផ្ទះកូនសិស្សក្បាលខូចថ្ងៃនឹងមិនបង្ហោះកង់ទៀតទេលោកគ្រូកាត់តាមររឿងខ្ញុំដល់តាមផ្លូវទៀតមែនទេធ្វើបាបខ្ញុំក្នុងថ្នាក់ឲ្យមិនអស់ចិត្តទៀតទេមានបានធ្វើបាបឯណានឹងគ្រាន់តែធ្វើទៅតាមវិន័យតាហើយចុះលោកគ្រូគិតជាម៉ូតូតាណាដែរនឹងក្រែងលោកគ្រូស្នាក់នៅក្នុងបន្ទប់សាលាមែនទេ
អូគឺខ្ញុំទៅរកឯងញ៉ាំនឹងណា ឯងទៅឆ្ងល់អីលោកគ្រូមកតាមរករឿងសិស្សដូចជាយើងនឹងហើយ ទេខ្ញុំមិនបានរករឿងកូនសិស្សឯងទេណាជីកង់ឲ្យស្រួលបួលផងនឹងក្មេងក្បាលខូចពេលនៅក្នុងថ្នាក់ខ្ញុំជាគ្រូរបស់នាងតែនៅខាងក្រៅគឺជាអ្នកស្គាល់គ្នាធម្មតាអញ្ចឹងខ្ញុំចង់ធ្វើអីក៏បាន នេះនឹងហើយជិះម៉ូតូឲ្យតែត្រង់ផ្លូវទេប្រយ័ត្នតែធ្លាក់បន្លាយក្បែរផ្លូវនោះនេះ អស់រយៈពេលប៉ុន្មានខែក្រោយមកមិថុនាចេះតែរករឿងញេះញោះនាងអានុងមិនឈប់ហើយធាវុធបានលួចស្រឡាញ់អានុងហើយក៏មិនចង់ឲ្យមិថុនាគេធ្វើបែបនឹងទៀតដែរនៅព្រឹកមួយចុងសប្តាហ៍មុខកន្លែងស្នាក់នៅមិថុនាយើងមានរឿងចង់និយាយជាមួយឯងបន្តិចរឿងអីនិយាយមកយើងចាំស្ដាប់ឯងកុំធ្វើបាបនួនអានុងទៀតបានទេយើងមិនចង់ឯងធ្វើបាបនឹងរករឿងនាងអញ្ចឹងទេឯងកាត់ស្អីឯងនឹងខ្ញុំមានបានធ្វើបាបនាងឯណាគ្រាន់តែចង់ញាស់នាងលេងតានឹងហើយយើងមិនចង់ឲ្យឯងធ្វើដាក់នាងនឹងណាហើយចុះឯងកាត់ស្អីនឹងថ្ងៃនេះបានជាមកប្រាប់យើងបែបនឹងអ្នកណាផ្សេងមិនអីទេមកអីតែក្មេងខូចនឹងមួយលាក់បាំងអីគឺយើងស្រឡាញ់នាងនឹងណាសង្ឃឹមថាឯងនឹងយល់ពីយើងពេលដែលមិថុនាលឺបែបនេះគេក៏ស្ងាត់មាត់ហើយចាប់ពីពេលនោះរៀងរាល់ថ្ងៃមិថុនាមិននិយាយរកអានុងច្រើនដូចមុនទៀតទេនៅកៅអីអង្គុយលេង យ៉ាងមិនចេះនេះប្រហែលថ្ងៃនេះលោកគ្រូរបស់ខ្ញុំស្ងប់ស្ងាត់ម្ល៉េះបាត់អាចរិតពីមុនទៅណាហើយនឹងលោកគ្រូ មិនមានយ៉ាងម៉េចទេគឺគ្មានអីនិយាយនឹងណា កាលពីលើកមុនលោកគ្រូមិនអញ្ចឹងទេកាយឆៃឆ្នាក់ដាក់ខ្ញុំខ្លាំងនេះ តែឥឡូវខ្ញុំស្លូតជាងមុនហើយ តិចលោកគ្រូមានអីមកចោលសន្ធិដ្ឋទៅដឹងនេះ ខ្ញុំនៅតែជាខ្ញុំដដែលតាយ៉ាងម៉េចនាងក្មេងក្បាលខូចប៉ុណ្ណឹងនៅតែខ្ញុំនៅ ខុសពីមុនដាច់1000លើ1000តែម្ដងនេះប្លែកម្ល៉េះណោះលោកគ្រូមិនរករឿងខ្ញុំទៀតទេ នឹងហើយមិនរករឿងទៀតនោះទេ ចាអញ្ចឹងខ្ញុំក៏ឈប់ដេកលោកគ្រូទៀតដែរអញ្ចឹងនោះ ចង់រករឿងក៏រកទៅចង់ឌឺដងក៏ឌឺទៅខ្ញុំមិនថាឲ្យនាងទៀតទេពេលអង្គុយធ្វើឯកសារមិថុនាគ្មានអារម្មណ៍ក្នុងខ្លួននោះទេហើយភ្លឹកបើកក្រដាស់ទៅមកនៅតុគ្រូហេតុអីក៏ខ្ញុំមានអារម្មណ៍ថាដូចជាបាត់បង់អ្វីមួយអញ្ចឹងតែខ្ញុំចំណាយនឹងមិត្តខ្ញុំមិនទេហើយគ្មានអារម្មណ៍នឹងការងារទាល់តែសោះឯរអ៊ូស្អីតែឯងនឹងហ៎គឺគ្មានអីទេគឺយើងវិលមុខនឹងរបាយការណ៍នេះនឹងណាតែមិនអីទេយើងចង់សារភាពស្នេហ៍ប្រាប់អានុងណាប៉ុន្តែនាងត្រូវប្រឡងឆ្នាំនឹងហើយយើងខ្លាចនាងគិតច្រើនរៀនមិនចូលអញ្ចឹងចាំនាងប្រឡងហើយសិនទៅចាំប្រាប់នាងអញ្ចឹងក៏បានដែរដល់ពេលនោះនាងរៀនចប់ហើយយើងក៏អាចចូលសួរនាងបានតែម្ដងហាថាម៉េចចូលសួរនាងតែនាងមិនទាន់រៀបចំអនាគតរបស់នាងស្រួលបួលផងនឹងគឺយើងនឹងយកនាងមករៀបចំឲ្យនោះអីយើងមានការងារមួយហើយតាគ្រូមិនទាន់ពេញសិទ្ធនឹងមែនទេបន្តិចទៀតពេញសិទ្ធហើយនាងអានុងនិងនាងពីមឯនេះវិញថ្ងៃចុងសប្តាហ៍ពួកនាងដើរលេងតាមវាលស្រែតាមតែទម្លាប់របស់ពួកនាងហើយនាំគ្នាអង្គុយលេងក្រោមដើមឈើមួយ អេអានងប្រហែលសប្តាហ៍នេះមិនឃើញលោកគ្រូមករករឿងឯងទៀតអញ្ចឹងយើងធ្វើមិននឹងដឹងទេបាសសុកគាត់ក៏អញ្ចឹងតែម្ដងនោះតិចគាត់ខឹងឯងតិចដឹងអីមានរឿងអីត្រូវមកខឹងនោះយើងទៅធ្វើអីលោកគ្រូទេឯងមានសង្កេតឃើញលោកគ្រូលួចមើលមុខឯងចម្លែកដែរទេចម្លែកយ៉ាងម៉េចទេតាំងពីលោកគ្រូមិនសូវនិយាយរកឯងដូចមុនណាតែគាត់ឧស្សាហ៍លួចមើលមុខឯងខ្លាំងណាស់ហើយលោកគ្រូនេះមុខមិនសូវរីកសោះយើងមិនដឹងទេលោកគ្រូចូលចិត្តរករឿងយើងរហូតតែឥឡូវមិនសូវរករឿងគឺមិនល្អទេអី នៅផ្ទះរបស់អានុងយាយអានុងចាប់ផ្ដើមធ្លាក់ខ្លួនឈឺអានុងក៏បានសម្រេចចិត្តថាបញ្ចប់ការសិក្សាពាក់កណ្ដាលទីព្រោះគ្មានអ្នកណារកលុយព្យាបាលលោកយាយហើយក៏គ្មានអ្នកណាមើលថែលោកយាយនាងគ្មានម្ដាយឪពុកនោះទេនៅសាលាក្នុងឯកសណ្ឋានធម្មតាលោកគ្រូថ្ងៃនេះខ្ញុំយកសភៅមកសងលោកគ្រូវិញនេះ ចុះថ្ងៃនេះមិនស្លៀកសម្លៀកបំពាក់មករៀនអញ្ចឹងអានុងហើយយកសភៅមកសងអីនឹង គឺខ្ញុំមកសុំលោកគ្រូលាឈប់រៀនហើយ ថាម៉េចឈប់រៀនអញ្ចឹងហ៎ខ្ញុំមិនឲ្យឈប់ទេ តែខ្ញុំអាចនៅរៀនបានទៀតទេ ហេតុផលអីបានជានាងចង់ឈប់រៀន ប្រាប់លោកគ្រូជួយខ្ញុំបានទេគឺខ្ញុំមានធរៈនឹងនេះ អត់ទេ
នាងត្រូវតែនៅរៀននៅសល់តែប្រហែលខែទៀតប៉ុណ្ណោះនឹងប្រឡងបាក់ឌុបហើយ ប៉ុន្តែខ្ញុំរវល់ពិតមែនចាំបាច់ខ្លាំងណាស់នឹងមិនអាចមានអ្វីជំនួសបានទៀតផង តើនោះជាស្អីអស់ចាំប៉ុណ្ណាទៅទើបធ្វើឲ្យនាងឈប់រៀនខ្ញុំនឹងចុះទៅដល់ផ្ទះរបស់នាងឲ្យដឹងតែម្ដង លោកគ្រូមិនទៅបង្រៀនទេមែនទេបើអញ្ចឹងខ្ញុំសុំទៅដែរអានោះយើងមិនចង់ឲ្យឯងឈប់រៀនទេណាតែយើងពិតជាមានបញ្ហាពិតមែនណាមិនអាចមករៀនវិញបាននោះទេ បើអញ្ចឹងនាងទៅជាមួយខ្ញុំមកខ្ញុំចង់ដឹងថានាងមានបញ្ហាអី